ជនជាទីគោរពនិងជាទីមេត្រីតទៅនេះនាងខ្ញុំសូមជូនព័ត៌មានរបស់ការិយាល័យតំណាងរាស្ត្រមណ្ឌលបៃលិនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ការិយាល័យតំណាងរាស្ត្រមណ្ឌលបៃលិនទទួលពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពដែលឥតគិតថ្លៃឆ្លើយតបទៅនឹងតម្រូវការចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពក្នុងការពិនិត្យនិងព្យាបាលមួយលើកមានប្រជាពលរដ្ឋប្រមាណជាង300នាក់មកទទួលសេវាព្យាបាលជំងឺដែលឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ការិយាល័យតំណាងរាស្ត្រដែលទទួលបានការឧបត្ថម្ភពីសំណាក់លោកជំទាវបានស្រីមុំអ៊ីឈានអ្នកតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាមណ្ឌលបៃលិនទាំងសម្ភារៈនិងគ្រឿងបរិក្ខារបច្ចេកទេសពេទ្យត្រូវបានបំពាក់ជាបន្តបន្ទាប់និងមានគុណភាពខ្ពស់ក្នុងនោះបានពង្រីកទីតាំងធំទូលាយសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋដែលរងចាំការពិនិត្យរហូតមកដល់ពេលនេះការពិនិត្យនិងព្យាបាលចាប់តាំងពីដើមឆ្នាំ2014មកម្លេះបានចំនួន65លើកហើយនិងមានប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យនិងព្យាបាលសរុបចំនួនជាង20000នាក់ហើយប្រជាពលរដ្ឋទាំងនោះមួយផ្នែកមកពីតាមបណ្ដាស្រុកមួយចំនួនជាប់ព្រំប្រទល់ខេត្តបៃលិននិងមួយផ្នែកទៀតប្រជាពលរដ្ឋរស់នៅក្នុងខេត្តបៃលិនជាក់ស្ដែងនៅថ្ងៃទី24ខែមករាឆ្នាំ2016លោកជំទាវបានស្រីមុំអ៊ីឈានអ្នកតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាមណ្ឌលបៃលិនបានគិតគូរខ្ពស់ចំពោះសុខភាពនិងការរស់នៅរបស់បងប្អូនជាប់ជាប្រចាំហើយបន្តការឧបត្ថម្ភគាំទ្រដល់ផ្នែកសុខាភិបាលក្នុងការពិនិត្យនិងព្យាបាលជូនពុកម៉ែបងប្អូនដែលមានបញ្ហាសុខភាពបន្តទៀតក្នុងឱកាសជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យពិគ្រោះនិងព្យាបាលជំងឺនៅការិយាល័យតំណាងរាស្ត្រក្រុមការងារការិយាល័យតំណាងលោកជំទាវនិងឯកឧត្តមបានទទួលការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវបានស្រីមុំនិងឯកឧត្តមអ៊ីឈានជូនចំពោះពុកម៉ែបងប្អូនដែលមកទទួលការពិនិត្យនិងព្យាបាលនៅពេលនេះការបង្កើតឲ្យមានការិយាល័យតំណាងរាស្ត្រពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដោះស្រាយរាល់ទុក្ខលំបាកនិងការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាពិសេសបានដាក់ឲ្យដំណើរការនៅផ្នែកសុខាភិបាលជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពដែលឥតគិតថ្លៃថែមទៀតសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់អ្នកតំណាងរាស្ត្រមណ្ឌលបៃលិនក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំដ៏ឆ្នើមធ្វើឲ្យប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យចំពោះផ្នែកសុខាភិបាលរបស់ការិយាល័យតំណាងរាស្ត្រខេត្តអាចដំណើរការទៅបានគឺដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រុមការងារស្ម័គ្រចិត្តរបស់ការិយាល័យតំណាងរាស្ត្រខេត្តក្រុមវិជ្ជបណ្ឌិតជំនាញនិងឱសថការីជាច្រើនអ្នកផងដែរប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលបានឲ្យដឹងថាគាត់មកទទួលការព្យាបាលនៅការិយាល័យតំណាងរាស្ត្រនេះគឺបានធ្វើឲ្យសុខភាពរបស់គាត់ល្អប្រសើរនិងមិនចំណាយអស់ថវិកាថែមទៀតជាពិសេសក្រុមគ្រូពេទ្យនិងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានទទួលយ៉ាងរាក់ទាក់និងព្យាបាលដោយអស់ពីកម្លាំងកាយចិត្តទៀតផងពួកគាត់បានថ្លែងអំណរគុណដល់លោកជំទាវបានស្រីមុំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិងក្រុមការងារការិយាល័យតំណាងរាស្ត្រខេត្តបៃលិនទាំងអស់ដែលបានបង្កលក្ខណៈនិងជួយសម្រួលឲ្យពួកគាត់បានពិនិត្យនិងទទួលបានការព្យាបាលបានយ៉ាងឆាប់រហ័សសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនាព័ត៌មានរបស់ការិយាល័យតំណាងរាស្ត្រមណ្ឌលបៃលិនសូមអរគុណសូមគោរពលា